Nghe nói như miếng Thriller 3 by Carl Cologne cho mùi nắng Maison Astra. Nhưng mà đã xa Maison Astra brand nó bị môn tế chẳng khá đầy excited to try it out đấy. Hai này cứ chia collaboration của Carl Cologne. Đại vì nãy cái có score đấy không bị sai được ốp thà có trên nền chứ nhé. Được ốp môn thì cứ hype khăn mình tên mà dạ môn. Hai là như miếng vì không đầy vậy. Và ốp vào viết cứ bài đôi tờ tập ốp Ả Rập chứ mà dần nuôn tế vì sáng manh thông mà đã mấy special tế. Có bẩn tay đo vào vì nhưng mà không vì đó vì hiện đôi sâu tới có bẩn tay mai căn chả đây nhá ngôn hai đấy cái thơ bài viện tôi cho có sâu mà miên là làm ta premium khang mình tên có một họ biết có ngôn này nice có một click on chứ căn nó miên làm ta premium anh ấy cứ chiều tiêu ho môi đài rút riêng đó cứ hiện ở xa tới có bẩn tay căn không đây premium khang mình tên chẳng Thriller 3 នេះគឺ inspired ពី YSL number 6 ដែលខ្ញុំអាចធំខ្លាំងពីមុនទេក៏ប៉ុន្តែ Carl Cologne ថាហ្នឹងគឺជា YSL មួយដែលគាត់ចូលចិត្តខ្លាំងមែនតើអញ្ចឹងគាត់ចង់កែសម្រួលរឿងមួយចំនួននៅក្នុង YSL number 6ហ្នឹងគឺភាពចុះភាពភាយ performance ហ្នឹងហើយនឹង clean របស់វានៅពេលដែល dry down ខ្ញុំឃើញគាត់និយាយនៅក្នុងវីដេអូមួយប្រកាស break down ថាអានេះគឺគេប្រើប្រេងធម្មជាតិដែលមានគុណភាពខ្ពស់ខ្លាំងមែនតើដែល brand ធំៗគេយកទៅប្រើដែរតែអាហ្នឹងអាចថាជា content ដែលគាត់និយាយ promote ពី Thriller 3 នឹងទេមកតែ atomizer វាហើយនឹង clean វាទាំងអស់គ្នាអូអានេះបាញ់ចេញសាច់សាហាវ Nice my god វាបាញ់ចេញដូចកំភ្លើងបាញ់ទឹកចឹងអូ clean នេះអត់ឈួលអកលទេអ្នកទាំងអស់គ្នាហើយមានអារម្មណ៍ថាដុតងុំ clean ដែលខ្ញុំទទួលបានមុនគេនេះគឺ clean saffron ហើយមាន clean ក្រូច clean វារៀងបែប amber clean ស្បែក clean ឈើចុងកតុយរៀងហឹលចេញពីម្រេចចុងកតុយទៀតផងវាមានអារម្មណ៍ថាមាន clean រៀងជូចេញពីក្រូចបើកំមត់អីក្នុងនឹងច្រើនផងដែរ clean នេះបើឲ្យខ្ញុំសម័យចេញបែបអ្នកជិះម៉ូតូធំហើយគេពាក់អាវ jacket ស្បែកហើយគេនិយាយទៅហំហានហ្មងលក្ខណៈអញ្ចឹងអានេះបើប្រើសម្រាប់ទៅចូលរួមកម្មវិធីគឺអាមខាំមែនតើហើយអានេះគឺរបៀបដូចអ្នកដែលជិះឡានលុចសេរីធំអញ្ចឹងហើយគេនិយាយទៅធំក្លិនលយហ្មងក្លិនស្បែករបស់វាមកសតុក្រោយមកយើងក៏ទទួលបានក្លិនរៀងផ្អែមចេញពីវ៉ានីឡាតិចក្នុងនឹងដូចគ្នាដែរក្លិននេះគឺមិនមែនជាក្លិនដែលយើងបន្លាញបាយបានទេអ្នកទាំងអស់គ្នាត្រូវតែសាកត្រូវតែតេស្តក្លិននេះមុននឹងទិញវាព្រោះបើទោះបីជាខ្ញុំមានអារម្មណ៍ថាវាគុណភាពវាខ្ពស់មែនក៏ប៉ុន្តែវាអាកាសធាតុដែលយើងអាចប្រើវាបានអានេះប្រើបានតែពេលត្រជាក់ហើយនឹងពេលយប់អីតែប៉ុណ្ណោះឬក៏សម្រាប់ទៅចូលរួមកម្មវិធីពិសេសអីហ្នឹងហើយទាំងអស់នេះគឺអាមត្រង់ហ្នឹងក្លិនវាគឺ smooth ល្អខ្លាំងមែនតើវាមានអារម្មណ៍ថា high end ណាហើយអានេះ Carl Cologne គាត់និយាយថា affordable luxury bold claim ក៏ប៉ុន្តែ yeah I kind of see that first impression rating ខ្ញុំឲ្យអានេះបាន8កន្លះលើ10ក្លិនវាល្អក្លិនវា smooth ល្អក៏ប៉ុន្តែវាមិនមែនជាក្លិនដែលយើងអាចទាំងអស់គ្នាប្រើបានទេក្លិននេះគឺមិនមែន blind buy safe ទេ Thriller 3អ្នកទាំងអស់គ្នាក្លិនអាម